នេះចេញមកហើយបងប្អូនឈ្ងុយបាទនេះគឺជាសមិទ្ធផលថ្មីរបស់យើងមួយទៀតដែលយើងបានដាក់បញ្ចូលនៅរូបដួងព្រលឹងខ្មែរដ៏ល្អឥតខ្ចោះហើយយើងស្រោបដោយដៃយន្តហោះដ៏សែនតាន់ហាប់ហើយណែនជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះគឺយើងទទួលបានសមិទ្ធផលថ្មីមួយទៀតហើយបងប្អូនគ្រាន់តែឃើញប្រអប់ឃើញពណ៌ប្រអប់ឃើញ shape ប្រអប់ក៏ដូចជាភាពប្រណិតនៃប្រអប់បងប្អូនប្រកាសជាប្លែកអារម្មណ៍ហើយថាយើងនឹងមានអីថ្មីជាពិសេសគឺ color នេះគឺ unique ថ្មីមួយទៀតហើយដែលយើងអត់ធ្លាប់ប្រើពីមុនមកពីមួយចំនួនទៅមួយចំនួនវាមិនមែនដែលធ្វើឲ្យបងប្អូនខកបំណងទេអញ្ចឹងចំនួននេះគឺរឹតតែពិសេសខ្ញុំហ៊ានធានាថារឹតតែពិសេសសម្រាប់បងប្អូនដោយសារតែយើងធ្វើនេះគឺច្រើនដំណាក់កាលមែនទែនក៏ដូចជាច្រើនឆ្នាំទម្រាំតែសម្រេចបាននៅសមិទ្ធផលមួយនេះផងដែរអញ្ចឹងកុំឲ្យខាតពេលខ្ញុំនឹងធ្វើការ unboxing ប្រអប់នេះទាំងអស់គ្នាថាតើខាងក្នុងហ្នឹងមានអ្វីដែលពិសេសដែលខ្ញុំដែលមើលទៅខ្ញុំមើលទៅដូចរំភើបម៉េះក៏ពិតគឺពិតជារំភើបមែនក្នុងការបើកប្រអប់នេះជូនបងប្អូនមើលតោះមកខាតពេលតោះ1 2 3បងប្អូននេះគឺជានាឡិកាឈ្ងុយនេះគឺជាសមិទ្ធផលថ្មីរបស់យើងបងប្អូនដែលជាម៉ូដមួយដែលថ្មីស្រឡាងបានបង្កប់ក៏ដូចជាផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ជាពិសេសគឺរូបប្រាសាទអង្គរវត្តដែលមិនអាចកាត់ថ្លៃបានរបស់ខ្មែរយើងនៅក្នុងនេះផងដែរអញ្ចឹងឈ្មោះគេគឺ The Angkor Titanium ហេតុអីបានវ៉ាមែនប្រសិទ្ធនាមថា The Angkor Titanium ដោយសារទី1ដូចខ្ញុំបញ្ជាក់មុននឹងអញ្ចឹងគឺយើងបានផ្សារភ្ជាប់ជាមួយនឹងវប្បធម៌គឺរូបប្រាសាទអង្គរវត្តដែលមិនអាចកាត់ថ្លៃបានដាក់នៅលើមុខនាឡិកាគឺមើលទៅបើសិនជាអារម្មណ៍ខ្ញុំពាក់មើលទៅគឺអំណាចហើយមានមោទនភាពទៅលើរូបមួយនេះដោយអង្គរនេះគឺយើងយកប្រាសាទអង្គរមកដាក់នៅលើមុខលាយឡំជាមួយនឹងគំនិតច្នៃប្រឌិតផ្សេងទៀតគឺមើលទៅគឺតាក់ទាញហើយអង្គរវត្តនេះគឺមានលក្ខណៈផុសលឹបលៀនជាលក្ខណៈ 3D តែម្ដងបងប្អូនហើយធ្វើពីលោហៈដែលយើង spray color ពីខាងលើដែលបងប្អូនមើលទៅឃើញពណ៌រៀង gradient ឃើញអីគាត់ថាមិនមែនលោហៈប៉ុន្តែវាគឺជាលោហៈដែលយើងអាចធ្វើបានហើយមានភាព detail មែនតើហើយមួយវិញទៀតលើកនេះគឺយើងបានបំពាក់ជាមួយនឹងតួ Titanium គឺពិសេសមែនតើបងប្អូនគ្រាន់តែឮ Titanium ឬក៏ Titanium បងប្អូនប្រកាសជាសម័យហើយថាលោហៈប្រភេទនេះគឺដើរតួពិសេសតែម្ដងក្នុងវិស័យអវកាសក៏ដូចជាវិស័យផលិតយន្តហោះមូលហេតុអីដោយសារតែលោហៈប្រភេទនេះគឺវាមានភាពតាន់មានភាពស្រាលហើយធន់នឹងកម្ដៅធន់នឹងភាពសុទ្ធរិចរិលនៅក្នុងសម្ពាធបរិយាកាសដូច្នេះគឺទាំងយានអវកាសទាំងយានហោះគេប្រើដែកប្រភេទនេះដើម្បីយកទៅធ្វើហើយវាមានតម្លៃថ្លៃបងប្អូនអញ្ចឹងបងប្អូនដែលធ្លាប់តែឮពាក្យថាតួ Titanium គឺសម័យថាដែកយន្តហោះអានេះភាសាសាមញ្ញដែលបងប្អូនយើងតែងតែនិយាយតែពេលនេះគឺយើងបានបំពាក់ទៅលើនាឡិកាដៃវ៉ាមែនហើយគឺមើលទៅគឺហាប់តាន់ណែនមែនតើបងប្អូនមើលរៀងគេតាន់ហាប់តែម្ដងជាមួយនឹងតួជ្រុងគឺមើលទៅគឺប៉និតមែនតើហើយសាច់ Titanium នេះបងប្អូនគឺជាសាច់ Titanium ស៊ីនដែលយើងមិនបានក្រមេទេអញ្ចឹង Titanium នេះជាពណ៌ដែល nature របស់ពណ៌ Titanium គឺប្រភេទស្រាលប្រភេទស្រាលនេះវាអាចនឹងបដូរពណ៌តិចតួចទៅតាមកលៈទេសៈឬក៏ទីតាំងដែលយើងឈរដូចជាក្រោមថ្ងៃទៅចេញរៀងផ្សេងនៅក្នុងម្លប់ចេញរៀងផ្សេងប៉ុន្តែពណ៌គឺជាប្រភេទពណ៌ដែល premium មើលទៅគឺ premium សម្រាប់ model មួយនេះបងប្អូនយើងធ្វើឡើងដោយគិតពីគុណតម្លៃមែនទែនហើយអាចថានឹងពាក់ដល់តកូនចៅដូច្នេះយើងបានបំពាក់ជាមួយនឹងគ្រឿងបង្គុំសិតតែល្អៗជាមួយនឹងម៉ាស៊ីនអូតូម៉ាទិកដែលមើលទ្រូដល់ម៉ាស៊ីនហើយមកមានញឹកមែនទែនម៉ាស៊ីនប្រភេទនេះបងប្អូននេះហើយយើងប្រើ Swiss Luminous ដែលបងប្អូនចូលនៅទីងងឹតបងប្អូននឹងឃើញមានពន្លឺចេញតាមក្របម៉ោងមួយអាចនិយាយថា glow in the dark គឺពណ៌នេះគឺយើងប្រើ Swiss Luminous កញ្ចក់គឺជាកញ្ចក់ Sapphire Crystal ហើយកោងទៀតដែលកញ្ចក់កោង Sapphire Crystal ភាគច្រើនគឺថ្លៃជាងកញ្ចក់ធម្មតាតែយើងយកមកបំពាក់ទៅលើ model The Angkor Titanium ពិសេសមែនតើបើនិយាយពីខ្សែដែលភ្ជាប់ជាមួយតួក៏ហាប់ដែរបងប្អូនហាប់ឈឹងសូម្បីតែខ្សែក៏យើងមិនបានបំពាក់ទៅខ្សែស៊ីលីកូនធម្មតាដែរតែវាគឺជាប្រភេទ rubber ដែលមានលក្ខណៈស្វិតជាងតាន់ជាងហើយអត់ងាយប្រឡាក់ហើយអត់ងាយចាស់ទេជាធម្មតាខ្សែស៊ីលីកូនបើសិនជាពណ៌ខ្មៅអញ្ចេះទៀតគឺប៉ះប្រឡាក់ប៉ុន្តែពណ៌នេះគឺ smooth តែម្ដងអលងស្រិលស្អាតអញ្ចឹងគ្រប់ផ្នែកទាំងអស់គឺយើងបានគិតទៅដល់គុណភាពផលិតភាពទៅលើ model មួយនេះខ្លាំងបំផុតក៏មានអាវក្រោះការពារទឹកដែរបងប្អូនការពារទឹករហូតដល់50ម៉ែត្រសម្រាប់ model នេះគឺយើងផលិតឡើងគឺមាន4ពណ៌មកដល់សប្តាហ៍ថ្ងៃនេះហើយក៏មានសម្រាប់បរោះនិងសម្រាប់នារីផងដែរក្នុងនោះគឺយើងមានពណ៌នេះគឺពណ៌ Titanium Black យើងមាន Titanium Red យើងមាន Titanium Blue និង Titanium Orange សិតតែពណ៌ដែលកំពុងតែពេញនិយមពាក់បានទាំងបរោះនិងនារី
មួយទៀតក្រៅតែពីការគិតគូរពីការរចនាការច្នៃប្រឌិតទៅលើនាឡិកាដៃយើងក៏អត់ភ្លេចពីការវេចខ្ចប់បងប្អូនឃើញខ្ញុំយួរមិញហើយគឺមើលទៅគឺប្លែកមែនតើដែលប្រអប់នេះគឺយើងធ្វើរៀងដូចទៅនឹងតួនាឡិកាអញ្ចឹងនេះបងប្អូនរៀងជ្រុងដូចគ្នាអញ្ចឹងគឺយើង inspire ចេញពីតួនាឡិកាសម្រាប់ shape នេះហើយខាងក្នុងគឺយើងពាសជាមួយនឹងស្បែកនេះគឺមើលទៅគឺមានប៉និតភាពមែនតើបងប្អូនស្អាតប៉និតហើយរឹងហាប់តែម្ដងប្រអប់នេះទុកបានតាំងក៏ល្អដែរប្រអប់នេះតាំងក៏ស្អាតហើយយើងប្រើបានយូរណាស់ព្រោះរឹងមួយវិញទៀតសម្រាប់ color គឺយើង inspire ចេញពីទង់ជាតិរបស់ខ្មែរយើងតែម្ដងសម្រាប់ប្រអប់នេះគឺយើងឲ្យ value ទៅជាអ្វីដែលជារបស់ខ្មែរយើងហើយប្រអប់នេះក៏មកជាមួយនឹង folder ផងដែរបងប្អូននេះមានរូបបាយ័នញញឹមយ៉ាងស្រស់ស្អាតតែម្ដងអុកទឹកមាសយ៉ាងភ្លឺរលោងហើយបីបើកមកបងប្អូននឹងឃើញសភៅណែនាំមួយដែលយើង detail អំពីការប្រើប្រាស់ទៅលើនាឡិកាដៃ The Angkor Titanium ក្រៅពីនោះក៏យើងមាន sticker យើងមានកសែងជូតយើងមានកាតធានារយៈពេល3ឆ្នាំផងដែរនៅក្នុងនេះបងប្អូនគឺយើងបានរៀបចំជាស្រេចជាកញ្ចប់ហើយ premium ជូនបងប្អូនតែម្ដងអូខេអញ្ចឹងបងប្អូនដែលស្រឡាញ់ model នេះគឺជា model មួយដែលពិសេសប្រើប្រាស់ដោយគ្រឿងបង្គុំ premium ហើយផ្សារភ្ជាប់ជាមួយនឹងវប្បធម៌អត្តសញ្ញាណខ្មែរបើបងប្អូនចង់ចូលរួមផ្សព្វផ្សាយអត្តសញ្ញាណខ្មែរតាមរយៈការពាក់នាឡិកាដើម្បីបង្ហាញទៅបរទេសក៏ដូចជាពិភពលោក Complex Warman The Angkor Titanium Warman The Angkor Titanium ធានា3ឆ្នាំពេញពីក្រុមហ៊ុនអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះហើយជួបគ្នានៅវីដេអូក្រោយ